Ok, chụp số là cũ năng lại mặt bàn học cái ngày đi đái nhưng mà bên vô làm pi project đã project trong bộ nhóm cứ ban chơi vô project sharding ta nghe ở đây qua shard đại thực tế vậy tới cái shard 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 what is shard ta shard cứ chờ vậy shard cứ chia a small part របស់ data នៅក្នុង system មួយតើយើងប្រើ why we use chat ថាតើបានយើងប្រើ chat ដើម្បីអ្វីយើងប្រើ chat គឺដើម្បីមានន័យថានៅក្នុង system មួយមានតែមានកន្លែង store data ក៏ដូចជា database របស់យើងដោយត្រូវនៅក្នុង database របស់យើងហ្នឹងគឺវាមាន3-4,000 data អញ្ចឹងទៅយើងបើយើងប្រើ chat គឺយើងមានន័យថាយើងចែក data ដែលវាមាន3-4,000ហ្នឹងឲ្យទៅជា data ទូចនៅក្នុង database របស់យើងដែលហេតុនេះហើយបានយើងប្រើ chat សម្រាប់ project របស់យើងខ្ញុំធ្វើសម្រាប់ project របស់ពួកខ្ញុំធ្វើការទី1គឺ query routing ដោយយើងគឺខ្ញុំបានប្រើប្រាស់ Python ហើយនិង MongoDB សម្រាប់ធ្វើការ demo ហើយសម្រាប់ Python គឺគ្នាយើងត្រូវសម្រាប់ខ្ញុំធ្វើការប្រើតែ Pro install Anaconda នៅពេលដែលយើង install ហ្នឹងហើយគឺយើងអាច activate Python របស់យើងបានហើយបន្តមកទៀតយើងត្រូវ down library គឺយើងប្រើ pip install pip install mongo pip install mongo ជា library មួយសម្រាប់យើង connect ទៅ local MongoDB របស់យើងហើយសម្រាប់ code នេះដែរគឺជា code សម្រាប់ query ទៅនឹង database របស់យើងហើយសម្រាប់នេះគឺជា MongoDB URI សម្រាប់ទៅ connect ក្នុង local machine របស់ខ្ញុំហើយនេះគឺជាឈ្មោះ collection របស់ data របស់ខ្ញុំដែលខ្ញុំបានរកមកគឺវាមានច្រើនមែនតើ data ហើយចាំមើលទៀតយើងធ្វើការ shard មួយគ្នាអូខេសម្រាប់ shard នេះយើង shard ចំនួន4ហើយតមកទៀតដើម្បីយើង shard បានយើងត្រូវ clear data ចោលអស់ហើយបន្ទាប់មកយើង query ទៅនឹង test នៃ ID របស់ employee របស់យើងតើវានៅក្នុង shard ទីប្រមាណនៅពេលដែលយើង shard ហើយអស់ឥឡូវយើងធ្វើការ run របស់គ្នាអូខេនៅពេលដែលយើងធ្វើការ run shard ត្រូវបាន collect ចូលទៅក្នុង database របស់យើងហើយដល់យើង clear ទាំងអស់ clear data ទាំងអស់ចោលហើយបន្តមកយើង load នៃ data មកវិញដោយយើងបានប្រើ shard នៃ index នៃ employee នៃ ID របស់យើងទៅទាញរកនៅក្នុង database អានេះ insert ច្រឡំសុំទោសហើយនៅកន្លែងនេះគឺជា target នៃ query របស់យើងបើសិនបើ ID តែឧទាហរណ៍ ID ស្មើ1003អញ្ចឹង shard នៃ index ស្មើនៃ ID 1003ឧទាហរណ៍ថាយើង shard ទាំងអស់មានសរុបទាំងអស់ data មានសរុបទាំងអស់3000អញ្ចឹងមានន័យថាយើងយក ID ទៅនេះshard ទៅនឹងជាមួយ shard count របស់យើងដែល shard count របស់យើងមាន4អញ្ចឹងទៅយើងត្រូវចែករកសំណល់ដែលយើង hash វារកសំណល់ហើយតមកគឺយើង found ID ហ្នឹងនៅក្នុង shard នេះ3ដោយយើងចែក shard ទាំងអស់4ដោយសារយើងចែក shard នឹង4ហើយចុងក្រោយគឺយើង found គឺយើងឆែកមុនហ្នឹងយើងរក ID ហើយមួយទៀតអានេះយើង query រកឈ្មោះគឺយើងរក query ដោយយើង query ចេញពីយើងរក first name ហើយយើងដំបូងយើង loop
query មកតមកយើងរក first name បើសិនបើអត់ found ទេគឺយើង display enable គឺយើង without full scan អីចឹងទៅបើសិនបើវា found គឺយើង display found ហើយយើង found ឲ្យបូក1ថាវារកនៅchart ទីឃើញ chart ទីប្រមាណអញ្ចឹងទៅឥឡូវយើងទៅមើលនៅក្នុង chart នៅក្នុង database ដោយនៅក្នុង database យើងបានបង្កើតយើងបាន run ទៅយើងបាន collection មួយហើយក្នុង collection ហ្នឹងយើងមាន database យើងបានសំទោសមានបាន run ទៅបាន database មួយនៅក្នុង database មាន collection ចំនួន4ដោយយើង chart ចំនួន4ហើយនៅក្នុង4ហ្នឹងគឺយើងដល់ពេលដែលយើង chart មកឧទាហរណ៍ថាឥឡូវ data របស់ខ្ញុំទាំងអស់បើអានេះថាសរុបទាំងអស់វា3300 data នៅពេលដែលយើង chart ចំនួន4ចាំមានន័យថា3000ហ្នឹងគឺវាកាត់ធ្វើម៉េចចែកធ្វើម៉េចឲ្យវាស្មើគ្នាទោះលេខនឹងលើសមួយបន្តិចក៏ដោយក៏វាធ្វើម៉េចឲ្យវាស្មើគ្នាគ្រប់ chart ទាំងអស់ដែរអូខេអាហ្នឹងសម្រាប់ទី1ដែលយើង query ចូលទៅក្នុង chart របស់យើងដែលយើងបានចែក chart ចំនួន4ហើយអានេះទី2នេះគឺ cross chart join មានន័យថាបើសិនបើនៅក្នុង database បើសិនបើ table 1 2ឬ3អញ្ចឹងគឺយើងអាចទៅសេ write query join table 1 មួយ table 2អញ្ចឹងយើង join គ្នាហើយយើងអាច query បានតាម table ប៉ុន្តែ chart មានន័យថាគឺយើងចែក database ហ្នឹងទៅក្នុង server ហ្នឹងហ្មងមានន័យថាគឺយើងអត់អាចទៅសេ query បានទៀតទេនៅក្នុងdatabase ម៉ាស៊ីនហ្នឹងមួយអញ្ចឹងយើងអត់អាចសេ query បានទេមានន័យថាយើងចែកម៉ាស៊ីនធំទៅជាម៉ាស៊ីនទូច2អញ្ចឹងមានន័យថាដើម្បីឲ្យវាjoin ឬ communicate រវាងម៉ាស៊ីន2ហ្នឹងបានគឺយើងប្រើ application language 1ឬ2អញ្ចឹងសម្រាប់ធ្វើការ communicate គ្នាទៅវិញទៅមកអញ្ចឹងដោយខ្ញុំបានធ្វើ project សម្រាប់លំហាត់ទី2 demo ទី2ហ្នឹងគឺពួកខ្ញុំបានប្រើប្រាស់ Python មកក្នុង project ហ្នឹងគឺពួកខ្ញុំបានប្រើប្រាស់ Python សម្រាប់ទៅ communicate នៅពេលដែលយើងបែងចែក chart នៅពេលដែលយើងបែងចែក chart data ធំទៅជា data ទៅ2ដើម្បី communicate ឬ join table គ្នារវាងapplication មួយទៅ application មួយទៀតយើងត្រូវប្រើ language សម្រាប់ទៅជំនួយយើងអត់អាចទៅសេquery ដូចនៅក្នុង MySQL បានទេអូខេសម្រាប់អានេះគឺយើងធ្វើការimport library PyMongo ក៏ដូច PyMongo ហើយនឹង import JSON ឬimport time ទៅដូចdemo ទី1ដែរហើយអានេះគឺជា UI នៃ local machine របស់ខ្ញុំហើយអានេះគឺជា DB នៅពេលដែលយើង run គឺវាបង្កើត database មួយទៀតនៅក្នុង MongoDB ហើយសម្រាប់នេះគឺជា data JSON ដែលយើងបាន collect ដោយសារនេះដោយសារមុនគឺយើង query តែនៅក្នុង employee មួយហើយសម្រាប់ទី2នេះយើងធ្វើការcross chart របស់យើងដោយសារយើងសារនេះយើង cross និយាយឲ្យស្ដាប់ថាយើង join វាចុះយើង join វាសារនេះយើងjoin ទាំងអស់3យើងយក department employee យើងយក employee 1 department employee 2ហើយនិង department ទាំងអស់វា3អញ្ចឹងមានន័យថាយើង cross ទាំងអស់3ហើយអានេះគឺជាការកូដសម្រាប់ connect ហើយអានេះគឺជា simulation របស់យើងឥឡូវយើងធ្វើការ run ទាំងអស់គ្នាអូខេដល់ពេលដែលយើង run ហើយអានេះគឺជាកូដនៃការ load data របស់យើងមកទាំងអស់ហើយទី2នេះគឺsorry ដំបូងយើងធ្វើការ
run ok wait សុំតោះចាំខ្ញុំធ្វើការត្រប់ database គឺ run ខុសអូខេដើម្បីធ្វើការ run យើងបើក command នេះមួយសិនដោយសារខ្ញុំភ្លេចអូខេតមកយើងអាន command នេះមួយអូខេដើម្បីនេះយើងធ្វើការ run command នេះមួយសិនអូខេតមកនៅពេលដែលវា load data ទៅក្នុង database យើងហើយយើងធ្វើការ print ហមួយណាដែលវា cross simulate ហើយ multiple collection ហើយតមកយើងធ្វើការ run ម្ដងទៀតអូខេឥឡូវវាបាន cross ហើយដល់ពេលឥឡូវយើងធ្វើការតែ find employee ដែល find employee with department ដែលមាន ID 189អូខេឥឡូវយើងធ្វើការ run ដល់យើង query employee ID 189នៅក្នុង department ដែលយើង query ទៅឃើញថា employee ដែលយើងquery cross 3 table ចូលគ្នាហ្នឹងមានថាវានៅក្នុងវាគឺយើងទទួលបានឈ្មោះហើយវានៅក្នុង department D07 ហើយគឺយើង found department ហ្នឹងនៅក្នុង chart B នៅពេលដែលយើង check ពី chart ហើយ total time របស់យើង query នៅក្នុង chart មួយគឺយើងប្រើប្រាស់រយៈពេល 0.030 second គឺវាលឿនមែនតើដោយសារយើងប្រើប្រាស់ virtual machine database virtual machine របស់យើងប៉ុន្តែបើសិនបើយើងប្រើ cross យើងប្រើ access ទៅ database របស់គ្នាយើងឬ server គ្នាយើងមួយផ្សេងទៀតវាអាចនឹង lacking ដោយសារយើង cross platform គ្នាអូខេប៉ុន្តែបើសិននៅក្នុង virtual គឺវាលឿនឥឡូវយើងធ្វើការ refresh ម្ដងទៀតអូខេអានេះគឺយើងបាន chart នៅក្នុង department A ហើយនៅក្នុង department B អូខេនេះគឺជា chart របស់យើងតមកសម្រាប់លំហាត់ទី3គឺយើង base chart ហើយនិង goal chart មានន័យថាgoal chart ហ្នឹងមានន័យថាគឺវា design database ដែលយើង chart ហ្នឹងវា organization ហើយបើវា balance គ្នាមានន័យថាឧទាហរណ៍មុនហ្នឹងមិញ data យើងមាន 3000 នៅពេលដែលយើងប្រើប្រាស់ goal chart គឺមានន័យថាdata ដែលវាមាន 3000 ឧទាហរណ៍ 3300 អញ្ចឹងមានន័យថាយើងពុះជា2ហ្មងប៉ុន្តែបើសិនបើ batch chart វិញគឺវា design នៃ chart ដែលវាចែកហ្នឹងគឺវាអត់មាន organization ទេគឺវាចែកតាមនឹងទៅពីធ្វើម៉េចឲ្យតែពុះជា2data ដែលវាដែលយើង total ហ្នឹងគឺវាអត់ simulate គ្នាទេអូខេកូដផ្សេងទៀតគឺវាស្តៀងតែគ្នាដែរឥឡូវយើងធ្វើការ run ទៅមើល result របស់គ្នាអូខេចាំមានន័យថានៅពេលដែលយើង run total របស់យើងសរុបគឺមាន 3113 នៃ code chart ហើយនឹងសម្រាប់ loading data with batch chart វិញគឺយើង query ដែលយើង query រក gender ប្រុសហើយនឹងស្រីហើយក៏ដូចមកទៀតសម្រាប់ goal chart គឺយើងឃើញមានន័យថា data មានចំនួនប៉ុណ្ណឹងគឺវាបែងចែកធ្វើម៉េចចែកឲ្យស្មើគ្នាហើយវា balance គ្នាអញ្ចឹងមានន័យថានេះនៅក្នុងមកចែករបស់វាគឺយើងចែកសម្រាប់ឥឡូវយើងបើកក្នុង database មកគឺឥឡូវយើងធ្វើការ refresh អូខេឥឡូវយើងធ្វើការមើលឧទាហរណ៍នេះgoal chart
នៅពេលដែល go chat របស់យើងគឺឃើញ data ដែលយើងមានសរុបបាន3000ជាងបន្តិចអញ្ចឹងមានន័យថាគឺវាចែកម្ដងធ្វើម៉េចឲ្យវាស្មើគ្នាហើយសម្រាប់ batch chat វិញគឺវាអត់ខុសទេធ្វើម៉េចឲ្យតាយើង chat យើងចែកគ្នាអញ្ចឹងទៅវាអត់ខ្វល់ថានៅក្នុង chat ទី1ហ្នឹងមានquery មាន data ប៉ុន្មានហើយក្នុង chat មួយទៀតមាន data ប៉ុន្មានអញ្ចឹងមានន័យថានៅពេលដែលយើងចង់ query ឧទាហរណ៍ឥឡូវគឺខ្ញុំ query ហប page ប្រុសអញ្ចឹងមានន័យថាយើងល្មមpage ប្រុសឬ page ស្រីឃើញវាត្រូវចូលនៅក្នុងchat ស្រីផង chat ប្រុសផងអញ្ចឹងមានន័យថាល្មមតាវាឃើញdata query មួយអញ្ចឹងវានៅយូរអញ្ចឹងមានន័យថាបើសិនបើយើងប្រើយល់ល្អយើងប្រើgo chat វាលឿនជាងហើយសម្រាប់ទី4វិញគឺគឺយើង restart rebalance មកវិញមានន័យថាមុនហ្នឹងយើងមិន run batch chat ហើយ go chat អញ្ចឹងមានន័យថានៅពេលដែលយើង run batch chat ហើយនិង go chat ហើយអញ្ចឹងតើbatch chat ហ្នឹងវាអាចrebuild មកវិញទៅចេញជា go chat វិញដែរអត់ហើយសម្រាប់ code គឺដូចតែគ្នាទេខោយើង check លក្ខខណ្ឌផ្សេងគ្នាតែបន្តិចទេអូខេឥឡូវយើង check លក្ខខណ្ឌហើយយើង check លក្ខខណ្ឌយើង run ហើយច្រឡំសុំទោសមានន័យថាយើង start resharding ម្ដងទៀតដល់យើង restart ពី batch ទៅ code វិញតើយើងចែកនឹង4ហើយយើងចាប់ផ្ដើម read ពី male chat ទៅ female chat វិញហើយសម្រាប់នេះយើង verify វាថាវាជា go chat អូខេឥឡូវយើងធ្វើការមើលក្នុង database តើវាស្មើគ្នាដែរនៅពេលដែលយើង restart មកវិញអូខេនៅពេលដែលយើង restart មកវិញគឺវានេះមានន័យថាគឺវាបានស្មើមកវិញដោយសារនេះអាចាស់មុនហ្នឹងចាស់ go chat ដែលយើង run នៅក្នុងអាទី3ហើយអានេះគឺជាអាទី4តែពេលដែលយើងដោយសារខ្ញុំបានបង្កើត database មួយទៀតនៅពេលដែល run ទៅវា overload វា override សំទោសវា override នៅជាន់ database ទី1ប៉ុន្តែសំខាន់ណាស់ពេលដែលយើង restart មកវិញគឺវាបែងចែកស្មើគ្នាដូចតែនឹងអាទី3ដែលយើង run មុនហ្នឹងអូខេសម្រាប់ការបញ្យល់គឺចប់ហើយ